Hello ជំរាបសួរមកជួបគ្នាទៀតហើយខ្ញុំមកសូវខានបានថតយូរបងប្អូនពីព្រោះតែរវល់ខ្លាំងពេកអញ្ចឹងទៅនេះថតនេះចង់មួយខែតែមានពេលបានគួយកាត់ដើម្បីបង្ហោះនៅដាក់លើ Facebook ហ្នឹងណាដាក់លើ Facebook ដាក់លើ YouTube ហ្នឹងចាថ្ងៃនេះគឺខ្ញុំចង់ហូបនំបញ្ចុកទឹកត្រីផ្អែមប៉ុន្តែអត់មានខ្ញុំអត់មានសាច់ជ្រូកឬមួយក៏អីគ្រឿងក្រៅច្រើនទេអញ្ចឹងគឺមានអីហឺនឹងតែម្ដងគឺនំបញ្ចុកនេះខ្ញុំទិញមកខ្ញុំយកស្ងោរលឿនទេប្រហែលជា10នាទីអីបានញ៉ាំហើយស្ងោរហើយត្រូវតែចាប់ច្បាយទៅមុនអត់ចេះចាប់ចេះអីទេប៉ុន្តែឥឡូវខ្ញុំរៀនចាប់តាមគេកម្មឯងក៏ចាប់បានហើយភាគច្រើនគឺចាប់ហើយខ្ញុំដាក់ស្រស់ទឹកមុនព្រោះអីទៅពេលយើងស្ងោរភ្លាមញ៉ាំភ្លាមវាអត់ទៅស្រស់ទឹកល្អអញ្ចឹងទៅខ្ញុំភាគច្រើនខ្ញុំស្ងោរមុនអានេះខ្ញុំស្ងោរតាំងពីព្រឹកក្នុងពេលរយៈពេលប្រហែលជាម៉ោង10ខ្ញុំស្ងោរហើយទៅពេលដល់ម៉ោងបាយបាទខ្ញុំចាប់ផ្ដើមធ្វើហើយនេះសាច់នេះសាច់ប្រើសអង់គ្លេសគេហៅ deer ហើយមានបន្លែតិចតួចប៉ុណ្ណឹងដូចបងប្អូនបានឃើញហ្នឹងអត់តែផ្លោកនឹងទិញមករៀងយូរដែរហើយគ្នារៀងស្វិតហើយមានខ្ទឹមតិចទៅហើយមានមើមខ្ទឹមតិចទៅក៏ប៉ុណ្ណឹងឯងឲ្យបន្លែមានប៉ុណ្ណាមានប៉ុណ្ណឹងភាគច្រើនបន្លែនេះទិញមកទុកបានយូរគ្រាន់ជាងបន្លែស្លឹកព្រោះបន្លែស្លឹកទីខ្ញុំទិញមកទុកអត់បានយូរហ្មងទេពីព្រោះតែវាលះខូចអញ្ចឹងទៅអានេះបានល្អហើយថាបន្លែស្លឹកក៏បានហើយបាក់ចែកដននេះជាលើកដំបូងដែលខ្ញុំដាំបន្លែនៅក្នុងផ្ទះទៅវាអាចបានហើយខែតិចអស់ពេលអញ្ចឹងទៅដាំនៅក្នុងផ្ទះហើយបានមកគួរសមដែរបងប្អូនហូប2-3ពេលដែរតាហើយអូយឆ្ងាញ់ណាខ្ញុំគិតថាដាំមិនបានហូបទេប៉ុន្តែអត់អីទេបងប្អូនមើលទៅហើយកធុងនេះគឺខ្ញុំទិញមកដាក់សាឡាត់ទៅពេលអញ្ចឹងទៅខ្ញុំសំយកអាហ្នឹងមកដាក់លីដីដាំបាន3គុំគេដែរហើយល្អមែនតើណាចង់ហូបយូរហើយប៉ុន្តែអត់មានពេលធ្វើរវល់ពេលទៅពេលនេះណាឃើញចង់ធ្វើហើយចង់ប្អួតបងប្អូនតិចដែរបានដាំសាឡាត់ល្អហើយយកមកញ៉ាំហ្មងហើយនិយាយរួមគឺ organic ហ្មងហើយដាំនៅប្អួតផ្ទះប្អួតមុខនឹងឯងគឺវាអត់សូវមានថ្ងៃល្អថ្ងៃប្រហែលជាមួយថ្ងៃបានប្រហែលជាខ្ទង់2-3ម៉ោងប៉ុណ្ណឹងឯងវាថ្ងៃពេលព្រឹកដល់ពេលចាប់ផ្ដើមម៉ោង1អីវាអត់មានថ្ងៃទេបានតែពីព្រលឹមអញ្ចឹងណាប៉ុន្តែមានអីដោះល្អដែរតើបងប្អូនហើយខ្ញុំវាពជាពេលក្នុងការបេះអញ្ចឹងទៅខ្លះណាទៅតងខ្លះវារៀងខំក្រហមអញ្ចឹងប៉ុន្តែឆ្ងាញ់ស្រួយល្អអត់ល្វីងទេខ្ញុំស្មានតាអូប្រួយដាំយើងដាំក្នុងផ្ទះខ្លាចបើបានសល់ទឹកចិត្តដនឬមួយក៏អីចឹងណាខ្លាចវាល្វីងអត់អីទេអត់ល្វីងទេឆ្ងាញ់ធម្មតាអាហ្នឹងបន្លែសាឡាត់នេះដូចឈ្មោះគេដូច black lettuce ចឹងណាខ្ញុំមកសូវចាំដែរព្រោះក្របខ្ញុំមានសល់ពីឆ្នាំតែមិញអញ្ចឹងទៅវានៅក្នុងកញ្ចក់វាទេគ្រាន់តែថានឹងដើមសាឡាត់ហើយបងប្អូនមើលផ្លឹកវាមកតំណងនេះតាគឺគួរឲ្យស្លាញ់គួរឲ្យចង់ញ៉ាំហ្មងហើយស្រួយល្អផ្លឹកគេមកតាណាមើលវាមិនដូចយើងដាំនៅក្រៅតែពេលយើងដាំនៅក្រៅផ្លឹកវារៀងក្រាស់ល្អនេះយើងដាំក្នុងផ្ទះហ៎ហើយមានភ្លើងមានអីដាក់ទេគ្រាន់តែដាក់ប៉ុណ្ណឹងមានអីបានហូបដែរប្រហែលជាខ្ទង់30ថ្ងៃ35ថ្ងៃអញ្ចឹងណាខ្ញុំទុករៀងយូរដែរតែធម្មតាត25ថ្ងៃអីបេះបានញ៉ាំហើយប៉ុន្តែខ្ញុំតរំបានបេះលឹកវារៀងអាក្រោមនឹងរៀងក្រហមខ្លះហើយអត់ភ្លេចថតចុចទូរស័ព្ទតែភ្លេចថតឆាប៉ុន្តែមិនអីទេបងប្អូនដាក់ទឹកខ្ទឹមអំពងចឹងទៅជាមួយម្សៅស៊ុបរ៉ូឌីហើយនឹងទឹកត្រីទឹកអីទៅលាយគ្នាហើយយើងកូរវាឲ្យឆ្អិនសាច់រៀងបានពាក់កណ្ដាលហើយចាំយើងដាក់បន្លែចូលពីព្រោះអាសាច់ជ្រូកច្រាំហ្នឹងវាសាច់ជ្រូកច្រាំអាសាច់នៅនេះគេហៅឌីខ្ញុំអត់ដឹងថាខ្មែរគេហៅអីទេដូចត្រាស់ចឹងណាហើយទៅពេលខ្ញុំភ្លក់ទៅរៀងស្ទើខ្ញុំអត់បានដាក់អំបិលអីទេអញ្ចឹងទៅក៏ថែមទឹកត្រីថែមតិចទៅហើយអត់បើកភ្លើងអត់សូវខ្លាំងទេព្រោះអីបើមិនជាយើងឆាបើកភ្លើងខ្លាំងពេកវាខ្លោចហើយយើងចង់ញុំវាសាច់នឹងឲ្យវាទូទៅចាប់ទៅចឹងទៅឆ្អិនហើយបន្លែយកមកលាងខ្ញុំអត់លាងទាំងអស់ទេព្រោះអីវាស្លឹកវារៀងស្ដើងបើថាលាងទាំងអស់ទៅទុកទៅខ្លាចវាជាប់អញ្ចឹងខ្ញុំបេះទៅពាក់កណ្ដាលសិនទេយកមកហូបហ្នឹងទៅពាក់កណ្ដាលទេពាក់កណ្ដាលទៀតបើថាត្រូវការបេះហ្មងព្រោះខ្ញុំដាក់នៅមុខប្រួចហ្នឹងហ្មងចង់ញ៉ាំពេលណាទៅបេះហ្មងប៉ុន្តែត្រូវទៅហូបរឿងលឿនតិចបើមិនចឹងទេខ្លាចវាលាស់ឡើងលើចឹងទៅវាចេញផ្កាចេញអីប៉ុន្តែឆ្ងាញ់គាត់ថាគ្នារៀងទុនហើយគ្នាអត់សូវក្រាស់ហើយយើងដាំនៅក្រៅបើយើងដាំនៅក្រៅវាមានកម្ដៅថ្ងៃគ្រប់គ្រាន់ហើយដីច្រើនអីចឹងណាហើយទៅពេលយើងដាំនៅក្នុងផើងទូចផើងគេចាប់ទូចចឹងទៅគ្នារៀងវា
ស្លោកដែរវាមិនស្លោកហើយសន្លឹកវាសាងប៉ុន្តែល្អខ្ញុំថាអូយបើប៉ុណ្ណឹងហូបអត់ក្រន់ខ្ញុំទៅបេះថែមខ្ញុំបដាក់ថែមទៀតហើយខ្ញុំលាងតប្រហែលជា2 3 ទឹកអីប៉ុណ្ណឹងឯងពេលព្រោះអត់សូវមានដីមានអីព្រោះខ្ញុំដាំមុខពូជហ្នឹងណាហើយក៏ត្រឡប់មកងាកមើលនៅឆាខ្ញុំនេះខ្ញុំបិទក្របបន្តិចហើយខ្ញុំចាក់ទឹកបន្តិចចូលដែរព្រោះអីខ្លាចឆាទៅវាឆ្អិនអស់ហ្នឹងអញ្ចឹងទៅក៏ដាក់ចូលប៉ុន្តែឆ្ងាញ់អញ្ចឹងទៅនេះក៏បានរៀបឲ្យបងប្អូនមើលមានអីបងប្អូនតំណងថ្ងៃនេះចេះតែឆ្នៃនេះនំបញ្ចុកទឹកត្រីបងប្អូនជាមួយសាឡាត homemade ហើយនំបញ្ចុកដាក់លាយចឹងមកថាចង់មកដំបងហូបតែ2ច្បាយទេថាដាក់មួយច្បាយទៀតទៅរៀងឃ្លានដែរ3ច្បាយមានអីឆ្ងាញ់មែនទេណាហើយចឹងមកអាសាច់យើងឆាលាយហ្នឹងព្រោះខ្ញុំអត់មានសាច់នេះហ៎វាមានសាច់ជ្រូកដាក់ហាន់ឆាលាយចឹងមកហើយឆាហ្នឹងវាមានជាតិហើយពេលចឹងទៅខ្ញុំដាក់ទឹកត្រីបន្តិចទេហើយដាក់ម្ទេស1 គ្រាប់ 2 គ្រាប់មកគឺអ៊ូឆ្ងាញ់ហ្មងខ្ញុំអត់ដឹងថាមុខម្ហូបនេះមានឈ្មោះអីទេប៉ុន្តែគ្រាន់តែប្រាប់បងប្អូនថាឆ្ងាញ់ហើយក៏មានក្តីសុខក្នុងការញ៉ាំដែរ